Hello ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះគឺខ្ញុំមកបរៀនអ្នកទាំងអស់គ្នាពីរបៀបយកដៃ electric claw V2 ហ្នឹងឯងអញ្ចឹងយើងចូលទៅកាន់វីដេអូទាំងអស់គ្នាហើយមុននឹងចូលទៅកាន់វីដេអូយើងសូមទៅចាប់fruit មួយសិនហ្នឹងឯងឥឡូវគ្នាធ្វើតាមខ្ញុំមកគ្នាមករកកន្លែង set home ដោយសារវាមាន quest អីញ៉ៃច្រើនដែរហើយឥឡូវគ្នា set home ទៅលើគ្នាយើង set home ហើយឥឡូវយើងធ្វើការមកចាប់ fruit មួយសិនហ្នឹងឯងគ្នាឥឡូវយើងចាប់ទៅដឹងតាបាន kitchen អីហើយឲ្យតាខ្ញុំចាប់ដឹងតែសំណាងឯហ្នឹងហើយឥឡូវក៏អស់4សែនលឹងចាប់ទៅបាន kitchen តែម្ដង Oh my god ឥឡូវយើងបាន fruit របស់ Akiji ហ្នឹងឯងគឺ fruit នេះល្អតែសម្រាប់អ្នក PVP តោះឥឡូវយើងធ្វើការ store fruit យើងហើយយើងទៅយកដៃ electric claw ទាំងអស់គ្នាគឺដៃនេះអត់មាន quest អីញ៉ៃទេគ្នាយើងគ្រាន់តែគ្នាយើង set home នៅកន្លែងនេះអត់ដឹងគេហៅអីទេឥឡូវយើងគ្នារត់មកតាមខ្ញុំមកដើម្បីកុំឲ្យគ្នាយើងវិញអត់ស្គាល់កន្លែងអញ្ចឹងណាតែយើងរត់មកត្រង់នេះទៅដោយសារតែខ្ញុំមិនបានពាក្យaccessory រត់លឿនហើយអត់បានយក Red Rabbit មកគឺរត់រៀងយូរទៅឲ្យគ្នាឥឡូវគ្នាកាច់មកតាមនេះមកយើងនឹងឃើញ NPC quest មួយនេះហើយយើងរត់ទៅត្រង់ទៀតហ្នឹងហើយរត់ទៅត្រង់ទៀតគ្នាយើងឃើញកន្លែងនេះហើយគ្នាយើងរត់កាច់មកខាងនេះមករត់ទៅតាមខ្ញុំមកហ្នឹងហើយយើងនឹងឃើញកន្លែង speed ហើយឥឡូវយើងឡើងលើនេះសិនទៅឥឡូវគ្នាឡើងតាមខ្ញុំមកនេះគឺឡើងមកកន្លែងនេះហើយឡើងមកលើលបងគ្នារត់ទៅត្រង់ទៅយើងឃើញស្ពានហើយគឺស្ពានហ្នឹងគឺនៅទី3ហ្នឹងហើយគ្នារត់ទៅតាមហ្នឹងមកអីចាំខ្ញុំចុចរេចិត្តដល់គ្នាចិត្តដល់ឥឡូវគឺយើងបានរត់មករោមកអត់ឃើញទេនេះគឺនៅកន្លែងទី3ហ្នឹងគឺ quest ខ្វែវាគឺឲ្យយើងចុច select ខ្វែហើយយើង teleport ទៅផ្ទះទៅហើយយើងរត់មកយកវិញម្ដងទៀតស្អាខ្ញុំធ្វើហើយអញ្ចឹងយើងទិញតែម្ដងជាមួយនឹង5,000 fragment ហើយនឹង3លានលុយហ្នឹងហើយអញ្ចឹងយើងទិញមកនឹងទទួលបានដៃលេខ electric claw វាធួយឥឡូវគឺយើងបានហើយអញ្ចឹងដំណាក់កាលចុងក្រោយនៅសល់តែ achievement ទេអញ្ចឹង achievement នឹងខ្ញុំនឹងយកឲ្យអ្នកទាំងអស់គ្នានៅវីដេអូក្រោយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ